សំបើកវងកញ្ចក់បន្តិចបងប្អូនផ្ញើជូនជាពិសេសសម្រាប់អ្នករកលុយតាម Facebook ចាហើយអ្នកដែលប្រើ page មាន admin តែមួយហើយនឹងអ្នកដែលយក account profile មក turn on professional mode ចាអញ្ចឹងហានិភ័យគាត់ទាំងពីរប្រភេទហ្នឹងគឺដូចគ្នាដោយសារអីដោយសារគាត់ទាំងពីរហ្នឹងគឺធ្វើផ្ទះមួយតែមានទ្វារតែមួយហេតុអីបានខ្ញុំនិយាយអញ្ចឹងដោយសារតែអ្នកដែលប្រើ page ហើយដាក់ admin តែមួយគឺដល់ពេលដែល admin យើងមានបញ្ហាអីគឺយើងអត់ផ្លូវចូល page យើងណាយល់អត់ហើយសម្រាប់អ្នកដែល turn on professional mode ចាគឺរងហានិភ័យដោយសារតែដាក់ admin អត់កើតអញ្ចឹងមានន័យថាខ្លួនយើងនឹងគឺជា admin របស់យើងតែមួយនឹងឯងយើងអត់អាចបន្ថែមបន្ថយ admin អីផ្សេងបានទេអញ្ចឹងវាប្រៀបបានដូចយើងធ្វើផ្ទះមួយហើយយើងមានទ្វារមួយចាបើទ្វារយើងជាប់សោក៏យើងអត់អីចូលដែរចាអញ្ចឹងសម្រាប់សំណួរសួរថាតើយើងគួរយក page ឬក៏ account professional mode មករលុយខ្ញុំគិតថាបងប្អូនគួរតែប្រើ page ដើម្បីរលុយគឺល្អជាងព្រោះ page យើងអាចបន្ថែម admin បានច្រើនប៉ុន្តែសម្រាប់ account turn on professional mode នេះគឺបន្ថែម admin អត់កើតទេអញ្ចឹងវាងាយរងនឹងបញ្ហាច្រើនខ្លាំងមែនទែនចាជៀសវាងកុំឲ្យ set តាម Facebook